Yeah, difficult. ចឹងសម្រាប់យើងគឺយើងឃើញការប្រកួតនេះគឺពិបាកហើយអាចថាមកពីក្រុមយើងអាចធ្វើឲ្យពិបាកខ្លួនឯងហើយជាពិសេសមួយទៀតគឺក្រុមខាងសេរីវង្សគឺតម្លាក់11នាក់ចូលទៅក្នុងការពារនៅតំបន់ខ្លួនឯងហើយជួការពារក្រុមតម្លាក់ចូលការពារទៅក្នុងប្រអប់ចឹងនៅក្នុងការលេងជាមួយក្រុមរបៀបនេះគឺយើងពិបាកនៅក្នុងការតបចូលទីចឹងយើងត្រូវការធ្វើម៉េចផ្លាស់ប្ដូរខាងឲ្យបានលឿនតាមដែលអាចធ្វើទៅបានហើយជាពិសេសតង់ទី1គឺយើងឃើញយើងគួរតែធ្វើឲ្យបានប្រសើរជាងនឹងតាមរយៈការផ្លាស់ប្ដូរខាងហើយយើងមានឱកាសមួយចំនួនប៉ុន្តែមកវិញគឺជាមួយក្រុមបែបនេះគឺមិនងាយនឹងក្រុមរកឱកាសនៅក្នុងការតបចូលទីហើយចុងក្រោយអ្វីដែលសំខាន់គឺយើងទទួលបាន3ពិន្ទុអ្វីដែលយើងចង់បាន And that's the main thing. Well, obviously, I think we'll lose some players in the FIFA break, so it's difficult to work with. សម្រាប់ទឹកក្រោយគឺ FIFA Day យើងនឹងកីឡាករមួយចំនួនគាត់នឹងទៅចូលរួមជាមួយនឹងជាមួយជាតិអញ្ចឹងយើងមិនដូចជាមិនសូវជាបន្ថែមនៅអ្វីដែលយើងត្រូវបន្ថែមទេព្រោះដោយសារទាំងអស់ហ្នឹងគឺយើងបានរៀបចំរយៈពេល 4-5 ខែមកហើយគឺយើងធ្វើយ៉ាងម៉េចគឺគ្រាន់តែយើងចាប់ផ្ដើមធ្វើទៅតាម process របស់យើងពាក់ព័ន្ធទៅនឹង game model ពាក់ព័ន្ធទៅនឹងអ្វីផ្សេងៗអញ្ចឹងយើងគួរតែរៀបចំនិងធ្វើអានឹងឡើងវិញ Nothing special or different to work on in this break.